សិករមួយគ្រួសារនៅខេត្តរតនគិរីសម្រាប់ចាត់ដាំកាហ្វេលើផ្ទៃដី3ហិកតាដោយរំពឹងថាអាចលើកស្ទួយកម្រិតជីវភាពបានធូរធារក្នុងមួយទសវត្សរ៍ចុងក្រោយនេះគេសង្កេតឃើញប្រជាពលរដ្ឋកម្ពុជាហាក់ចាត់ទុកកាហ្វេគឺជាភេសជ្ជៈប្រចាំថ្ងៃរបស់ខ្លួនរហូតគេសង្កេតឃើញមានហាងលក់កាហ្វេនៅគ្រប់ច្រកល្ហកក្នុងប្រទេសកត្តានេះហើយជំរុញឲ្យកសិករនៅខេត្តរតនគិរីជាខេត្តមានសក្តានុពលខ្ពស់សម្រាប់ដាំដុះកាហ្វេដោយមានអាកាសធាតុត្រជាក់ដីមានជីវជាតិល្អអាកាសធាតុសមស្របផងនោះកសិកររស់នៅខេត្តរតនគិរីងាកមកដាំដុះដំណាំកាហ្វេមានការកើនឡើងគួរឲ្យកត់សម្គាល់ជាក់ស្ដែងលោកញឹមសុឌីណានៅខេត្តរតនគិរីបានសម្រេចចិត្តធ្វើការដាំដុះដំណាំកាហ្វេលើផ្ទៃដីចំនួន3ហិកតាស្ថិតនៅភូមិល្អឿនក្រែនឃុំអូជុំស្រុកអូជុំខេត្តរតនគិរីដោយលោករំពឹងថាអាចលើកស្ទួយកម្រិតជីវភាពបានធូរធារកសិកររូបនេះបន្តថាមូលហេតុដែលលោកសម្រេចចិត្តដាំកាហ្វេពីព្រោះដំណាំកាហ្វេគឺជាដំណាំឧស្សាហកម្មមួយដែលមានតម្លៃខ្ពស់និងអាចបង្កើនចំណូលដល់កសិករប្រសិនបើដាំដុះត្រឹមត្រូវតាមបច្ចេកទេសម្យ៉ាងទៀតកាហ្វេគឺជាភេសជ្ជៈមួយប្រភេទដែលមនុស្សម្នាលើពិភពលោកមានការពេញនិយមទទួលទានគ្រប់ពេលនិងរាល់ថ្ងៃប៉ុន្តែបច្ចុប្បន្ននេះការដាំដុះនិងការផ្គត់ផ្គង់នៅមានបរិមាណតិចតួចមិនទាន់អាចឆ្លើយតបតាមតម្រូវការទីផ្សារនៅឡើយជាពិសេសបច្ចុប្បន្ននេះកាហ្វេមានទីផ្សារល្អនិងតម្លៃខ្ពស់ក៏មានមនុស្សជាច្រើនដែលចូលចិត្តហើយមិនមែនតែប្រទេសយើងទេមនុស្សទូទាំងពិភពលោកគឺស្រឡាញ់ចូលចិត្តកាហ្វេមែនតើបាទនេះចំណុចទី1ហើយដល់ពេលចំណុចទី2យើងនិយាយពីភាពចាស់ស្ដែងយើងដើរតាណាយើងងាកតាណាក៏ឃើញតែហាងកាហ្វេដែរគ្រប់ទីកន្លែងបាទប៉ុន្តែក៏កាហ្វេយើងមិនតិចបាទពីច្រើនគឺយើងយកពីគេមកយើងអត់ទាន់មានជារបស់ខ្លួនឯងគ្រប់គង់បានគ្រប់គ្រាន់ទេបាទអញ្ចឹងខ្ញុំគិតថាវាជាឱកាសមួយល្អសម្រាប់ខ្ញុំជាប្រជាពលរដ្ឋខ្មែរផងខ្ញុំគឺជាអ្នកដែលរស់នៅក្នុងតំបន់ដែលមានសក្តានុពលនេះបាទសក្តានុពលមិនអាកាសធាតុដីបាទមានប្រព័ន្ធទឹកគ្រប់គ្រាន់ក្នុងការដាំបាទនេះជាឱកាសល្អសម្រាប់ខ្ញុំហើយបើចំណែកមកងាកមកមើលកាហ្វេវិញចំណែកកូនកាហ្វេខ្ញុំឃើញថាកាហ្វេគឺជាកូនដំណាំមួយដែលមិនសូវពិបាកក្នុងការថែទទួលបានផលឆាប់រហ័សផលបានយូរអាចនិយាយបានថាតកូនតចៅហើយអ្វីដែលសំខាន់មួយទៀតកាហ្វេយើងអាចរក្សាទុកបានខុសពីត្រេនយើងប្រើរយៈពេល2ខែទៅ3ខែក្នុងការរក្សាទុកនិងលក់បាទតែចំណែកកូនកាហ្វេវិញដំណាំកាហ្វេពេលដែលយើងបានផលយើងអាចទុកបានបើសិនជាទីផ្សារមានរបត់ប្រែប្រួលណាមួយបាទហើយរដ្ឋាភិបាលសំខាន់ទៀតខ្ញុំគឺជាសមាជិកម្នាក់នៅក្នុងសមាគមកាហ្វេកម្ពុជាបាទដោយសារតែខ្ញុំនៅក្នុងសមាគមនេះខ្ញុំមើលឃើញថាតម្រូវការកាហ្វេគឺវាខ្លាំងមែនទែនដែលយើងសពថ្ងៃនេះយើងអត់ទាន់បានផ្គប់ផ្គង់ទៅទីផ្សារក្នុងស្រុកនឹងបានពេញ 100% ទេរាល់ថ្ងៃពីច្រើនយើងយកពីប្រទេសជិតខាងរបស់យើងបាទកសិកររូបនេះបន្តថាទោះបីជាដំណាំកាហ្វេត្រូវការពេលវេលាយូរពី3ឆ្នាំឡើងទៅទើបអាចទទួលបានផលល្អនិងប្រមូលផលបានក៏ដោយប៉ុន្តែលោកយល់ថាវាជាដំណាំដែលមានតម្លៃសេដ្ឋកិច្ចខ្ពស់និងមានទីផ្សារច្បាស់លាស់ហើយពូជកាហ្វេដែលលោកបានយកមកដាំគឺជាពូជកាហ្វេហូបមានរសជាតិឈ្ងុយឆ្ងាញ់ងាយស្រួលផឹកនិងស្របតាមចំណូលចិត្តអ្នកទទួលទានសម្រាប់ចំការខ្ញុំនេះខ្ញុំដាំលើផ្ទៃដីសរុប3ហិកតាបាទហើយពូជដែលខ្ញុំជ្រើសរើសគឺពូជប្រភេទគេហៅថា Robusta បាទហើយ Robusta ហ្នឹងក៏យើងបានបែងចែកទៅទៀតបាទវាមានជាពូជខុសគ្នាបាទខ្ញុំយកគេហៅថាសាញ់លូនបាទទី2ពូជថ្មីប្រកាសថ្មីគេហៅថា TRS1 បាទហើយទី3គេហៅថាទឹកស្វាយបាទហើយដែលអ្វីដែលខ្ញុំជ្រើសរើសដោយសារអីដោយសារដីដែលយើងកំពុងតែមាននេះ
វាស្របនឹងដំណាំពូជមួយហ្នឹងបាទកាពិតកាហ្វេបើនិយាយពីកាហ្វេវាមានពូជRobusta ហើយនឹង Arabica បាទArabica វាមានតម្រូវការខ្ពស់ទី1យើងត្រូវសិក្សាអំពីniveau ទឹកសមុទ្រដែលពាក្យបច្ចេកទេសហៅថា elevation ហ្នឹងបាទដែលយើងត្រូវទៅកម្ពស់ជាង600ក៏ប៉ុតបើក្រោមហ្នឹងសួរដាំបានអត់បានប៉ុន្តែគ្រាន់តែអាចនឹងទិន្នផលវាមិនបានល្អដូចអ្វីដែលគេមានកម្ពស់ niveau ទឹកសមុទ្រខ្ពស់អញ្ចឹងណាបងបាទហើយចំណែកឯ Robusta នេះគឺជាពូជមួយដែលល្អសម្រាប់ខេត្តដូចជាខេត្តរតនគិរីយើងនេះបាទល្អមែនទែនដោយសារអី niveau ទឹកសមុទ្ររបស់យើងគឺចន្លោះពី200ឡើងលើបាទអញ្ចឹងគឺដាំគឺល្អមែនទែនហើយទិន្នផលវិញគឺជាបទពិសោធន៍ដែលខ្ញុំទៅមើលចការគេដែលគេកំពុងដាំហើយគេបានផលឃើញគ្រាប់ធំល្អ បាទតាមទិន្នន័យពីមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តរតនគិរីបានបញ្ជាក់ថាបច្ចុប្បន្នខេត្តរតនគិរីមានផ្ទៃដីដាំកាហ្វេសរុបប្រមាណ44ហិកតាក្នុងនោះផ្ទៃដីដែលអាចប្រមូលផលបានមានចំនួន 6.5 ហិកតានិងទទួលបានបរិមាណផលប្រមាណ 13.98 តោនហើយការកើនឡើងនៃការដាំកាហ្វេនេះត្រូវបានមន្ទីរមើលឃើញថាជាឱកាសល្អសម្រាប់លើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាកសិករនិងជំរុញការអភិវឌ្ឍវិស័យកសិកម្មក្នុងខេត្តរតនគិរីឲ្យកាន់តែរីកចម្រើនគួរបញ្ជាក់ថាកម្ពុជាមានតម្រូវការគ្រាប់កាហ្វេប្រមាណជា 20,000 តោនក្នុងមួយឆ្នាំតែការផលិតជាក់ស្ដែងបានប្រមាណតែ 2,000 តោនប៉ុណ្ណោះក្នុងមួយឆ្នាំដែលទិន្នន័យនេះបង្ហាញថាកម្ពុជាត្រូវការគ្រាប់កាហ្វេជិត 18,000 តោនក្នុងមួយឆ្នាំបន្ថែមទៀតដែលជាឱកាសល្អសម្រាប់កសិករមានបំណងចង់ដាំដំណាំកាហ្វេដោយសារដូច្នេះហើយទើបដំណាំកាហ្វេគឺជាដំណាំដ៏មានសក្តានុពលត្រូវការវិនិយោគបន្ថែមដើម្បីឆ្លើយតបតម្រូវការក្នុងស្រុកផងនិងនាំចេញផងដែរ